សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកបរៀនបងប្អូនទាំងអស់គ្នាកែរូបមួយរយៈហ្នឹងគឺខ្ញុំមកសូវបានធ្វើវីដេអូអំពីកម្មវិធី CapCut ទេគឺជាប់រវល់រៀន photography រៀនថតរូបអីហ្នឹងជាពិសេសខ្ញុំច្រើនតាថតរូបតាមរោងការកម្មវិធីផ្សេងៗអញ្ចឹងណាអូខេអ្នកទាំងអស់គ្នាឥឡូវយើងចូលមកកាន់ការកែរូបផងយើងមកហើយរូបនេះគឺថតដាក់ប្រើផ្លាយទេបងប្អូនអញ្ចឹង subject យើងសំខាន់ subject ច្បាស់មកខាង background គឺយើងអាចស្រីបានអញ្ចឹងសំខាន់គឺយើងថតជាកាមេរ៉ា RAW អូខេជាទូទៅបើខ្ញុំកែរួចគេខ្ញុំអត់ប្រើ Control J ឬក៏ Command J ទេប៉ុន្តែថ្ងៃនេះខ្ញុំបរៀនអញ្ចឹងខ្ញុំប្រើ Command J ដោយសារខ្ញុំប្រើ MacBook គ្នាយើងអូខេឥឡូវយើង Command J មកបន្ទាប់មកយើងចូលមកកាន់ filter ចូលកាមេរ៉ា RAW filter ហ្នឹងមកហើយជាទូទៅខ្ញុំអត់សូវប្រើកែនៅក្នុង Photoshop ទេខ្ញុំកែនៅក្នុង Adobe Premiere បងប្អូនដូចលែងតែចាក់សាច់មកបានខ្ញុំចូលទៅកាន់ Photoshop អញ្ចឹងណាអូខេឥឡូវយើងចូលមកមើលការកែរូបផងខ្ញុំហើយខ្ញុំទៅរៀនដែរទេបងប្អូននេះប៉ុន្តែខ្ញុំរៀនអីខ្ញុំគួយត្រឹមត្រូវអញ្ចឹងណាអូខេឥឡូវខ្ញុំចែកលេខ2ក្បាច់ខ្ញុំកែរូបជាទៅគឺខ្ញុំច្រើនទៅតម្លាក់ contrast បូក contrast បន្ទាប់មក highlight គឺរូបយើងហ្នឹងវាភ្លឺខ្លាំងពេកអញ្ចឹងខ្ញុំធ្វើការតម្លាក់អស់មកហើយបើតម្លាក់នៅតអស់ទៀតខ្ញុំប្រើ technique ផ្សេងឥឡូវយើងកែសិនមកShadow ខ្ញុំធ្វើការតម្លើងបន្តិចអញ្ចឹងធម្មតាពេលដែលយើងចេះថតគឺយើងចេះកែរូបអីយើងចេះមើលរូបអញ្ចឹងណាឥឡូវយើងធ្វើការតម្លាក់ K បន្តិចអូខេប៉ុណ្្នឹងមែនទេបន្ទាប់មក Texture ខ្ញុំធ្វើការតម្លាក់ដល់16 Flat Key ខ្ញុំចុចប៉ុណ្ណឹង9យើងមើលតាមរូបជាក់ស្ដែងអូខេទេហានេះធ្វើការបូកបន្តិចបន្ទាប់មកទៀតកន្លែងLumina នេះខ្ញុំធ្វើការបូកវាប៉ុណ្នេះនេះរូបស៊ីននេះរូបកាយអូខេអញ្ចឹងរូបនេះខ្ញុំមើលទៅវាអាចនឹងស្ទើរ K បន្តិច Orange ខ្ញុំធ្វើការតម្លាក់4កន្លែង Saturation ហ្នឹងហើយ Mid Tone ខ្ញុំធ្វើការតម្លើងបន្តិចសិនហើយ Highlight ក៏ខ្ញុំធ្វើការតម្លើងបន្តិចដែរបន្ទាប់មក Blend ខ្ញុំធ្វើការតម្លើង Blending នេះខ្ញុំធ្វើការតម្លើងបន្តិចហើយពណ៌អីចាំខ្ញុំលេងតាមក្រោយអញ្ចឹងអូខេបន្ទាប់មកកន្លែងCalibra ហ្នឹងខ្ញុំកន្លែង Saturation ខ្ញុំតម្លើងបន្តិចឲ្យរូបយើងមើលទៅវាយ៉ាងស្រស់វាយ៉ាងលឿងវិញអញ្ចឹងហើយរូបនេះខ្ញុំមើលទៅវាយ៉ាងក្រហមអញ្ចឹងខ្ញុំធ្វើការកន្លែង Saturation នេះខ្ញុំធ្វើការដកក្រហមបន្តិចយើងអាចចុចស្រីឡើងខ្លួនឯងបានអញ្ចឹងណាឥឡូវយើងមើលរូបសៀងមកយើងចុចកន្លែង slash ទៅមកនេះរូបសៀងរូបកាយអូខេបន្ទាប់មកខ្ញុំធ្វើការហុំខ្ញុំធ្វើការហុំសិនខ្ញុំចុចអក្សរ J មកច្រឡំឥឡូវខ្ញុំចុចអក្សរ J ខ្ញុំហុំរូបប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំធ្វើការតម្លាក់ exposure ចេះច្រឡំអូខេខ្ញុំរកហុំប៉ុណ្ណឹងបន្ទាប់មកខ្ញុំធ្វើការចុចកន្លែង grading នេះខ្ញុំ subject ខ្ញុំអត់ឲ្យ subject គឺខ្ញុំឲ្យ blue នៅដែរប៉ុន្តែ background គឺខ្ញុំតម្លាក់អញ្ចឹង exposure នេះខ្ញុំតម្លាក់មកអូខេប៉ុណ្ណឹងវិញតោះមកយើងចូលមកកាន់កន្លែងនេះវិញមកនេះតោះមករូបនេះយើងអាចធ្វើការតម្លើង exposure បន្តិចមកអូខេខ្ញុំគិតថាខ្ញុំចុចអក្សរ J គឺខ្ញុំតម្លើងលើ subject វិញនេះគ្នាយើងយកប៉ុណ្នេះវិញនិយាយទៅការកែរូបគឺជា technique ផងយើងសំខាន់យើងកែបែបម៉េចកែទៅសំខាន់រូបហ្នឹងមើលទៅវាចូលគ្នាអញ្ចឹងបន្ទាប់មកខ្ញុំចុចអូខេកន្លែងស្ទើរភ្លឺអញ្ចឹងណាបន្ទាប់មកខ្ញុំធ្វើការតម្លើង exposure បន្តិច
ok នៅដល់នេះយើងមើលរូបស៊ីនមករូបស៊ីនរូបកាយហើយអូខេបន្ទាប់មកឥឡូវដូចជាអស់ហើយនៅកន្លែងនេះបន្តិចខ្ញុំធ្វើការតម្លើងdetail វាបន្តិចសិនយកប៉ុណ្ណេះបន្ទាប់មកយក8ជាង80កន្លែង noise នេះខ្ញុំដាក់មកតិចតិចមកអូខេឥឡូវអស់ហើយយើងធ្វើការចុចកន្លែងអូខេហ្នឹងមកគឺវាចូលទៅ Photoshop វិញហើយអូខេអ្នកទាំងអស់នេះអញ្ចឹងយើងអាចមើលបានអូខេខ្ញុំអត់លេងអីទៀតទេហើយបន្ទាប់មកខ្ញុំចូលទៅកាន់ filter ខ្ញុំចាក់សាច់មាត់អញ្ចឹងអ្នកដែលកែរូបគឺគាត់ស្គាល់ហើយកម្មវិធីហ្នឹងអូខេនេះគឺជា setting សាច់មាត់របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ត្រឹម40ទេអូខេនេះគឺវា smooth đấy អូខេបាទបន្ទាប់មកខ្ញុំធ្វើការចុចអក្សរ O បន្តិចធ្វើការបោះវាអញ្ចឹងណាគ្នាយើងដើម្បីរូបហ្នឹងវាភ្លឺកន្លែងណាអញ្ចឹងវាភ្លឺមើលទៅវាស្អាតអូខេហើយបន្ទាប់មកទៀតខ្ញុំធ្វើការចុចcommand B white balance color balance បន្ទាប់មកខ្ញុំចុចកន្លែង highlight នេះខ្ញុំធ្វើការតម្លាក់បូក2ខ្ញុំធ្វើការបូក2ហើយខាងលើនេះគឺខ្ញុំកន្លែងនេះគឺខ្ញុំដក2ហើយកន្លែងនេះគឺខ្ញុំបូកវិញបូក3អូខេប៉ុណ្ណឹងតោះមកយើង preview វាមើលមកអូខេរូបនេះគឺវាខុសតិចតិចចឹងណាតោះមកយើងចុចអូខេមកអូខេហើយបន្តមកយើងចូលមកកាន់ filter យើងតម្លើង subpen វាបន្តិចមកអូខេអាន subpen មកហ្នឹងតោះមកខ្ញុំដាក់ប៉ុណ្ណឹងខ្ញុំលេងនេះទៅតោះមកចុចអូខេអូខេឥឡូវរូបយើងបានហើយនៅយើងមើលរូបកាយហើយនិងរូបអត់ទាន់កាយអញ្ចឹងនេះរូបអត់ទាន់កាយរូបកាយហើយយើងអាចមើលបានឥឡូវខ្ញុំចុច comment ដកសិនតម្លាក់អូខេគ្នាយើងរូបប៉ុណ្ណឹងខ្ញុំគិតថាអាចទទួលយកបានអញ្ចឹងយើងចុច option I option comment I បន្ទាប់មកកន្លែងហើយ make size ហ្នឹងខ្ញុំធ្វើការដាក់តាំងពីឲ្យទេ resolution មកលេខទាំងអស់ចុចអូខេបន្ទាប់មកខ្ញុំចុច file យក save copy ហើយជាទូទៅខ្ញុំច្រើនតែចុច save ទេបងប្អូនខ្ញុំចុច save ទេហើយនេះក៏វីដេអូព្រីនេះខ្ញុំដាក់ save copy អូខេបន្ទាប់មកខ្ញុំដាក់នៅកាន់យើងយកកន្លែងនេះកន្លែង format នេះយើងយក JPEG មកហើយយើងដាក់លើ desktop អញ្ចឹងណាបងប្អូននេះអូខេបន្ទាប់មកចុច save ជាការស្រាច់អញ្ចឹងគឺវាដោយសារមេវាទូចពេកអញ្ចឹងទៅវាអត់បានទិន្នន័យឲ្យទេអូខេឥឡូវយើងចុចអូខេមកអូខេអ្នកទាំងអស់នេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះផងដែរ